ដុំសាច់ដែលនៅលើសូដន់ដុំសាច់ដែលនៅលើកពេញពកឬកពេញជីរីតដុំសាច់ដែលនៅលើថ្លើមដុំសាច់ដែលនៅលើពងស្វាជាធម្មតាការសិក្សាគឺគេប្រើអេកូសាសដែលយើងឲ្យឈ្មោះថាជា ecography តើមានបច្ចេកទេសរូបភាពជាសាសអ្វីផ្សេងទេដែលអាចធ្វើការសិក្សាបន្ថែមឲ្យច្បាស់ហើយនឹងស៊ីជម្រៅថ្ងៃនេះខ្ញុំនឹងលើកឡើងអំពី elastography តើ elastography គឺជាអ្វីហើយវាមានប្រយោជន៍អ្វីខ្លះក្នុងការធ្វើរោគវិនិច្ឆ័យនៃដុំសាច់ទាំងនោះហើយគេដាក់បន្ទុកទៅតាម color ទៅតាមពណ៌នៃដុំសាច់ទាំងនោះយ៉ាងដូចម្តេចខ្លះ elastography គឺជាបច្ចេកទេសរូបភាពវិទ្យាសាស្ត្រមួយដែលអាចធ្វើការសិក្សាអំពីភាពទន់និងភាពរឹងនៃដុំសាច់ទាំងនោះក្រោមការសង្កត់ទៅលើដុំសាច់នៅក្នុងករណីដែលយើងកំពុងតែធ្វើអេកូសាស elastography នេះគឺយើងអាចមានប្រយោជន៍ជាច្រើននៅក្នុងការសិក្សាទៅលើដុំសាច់នៃសុដន់ការសិក្សាបន្ថែមទៅលើដុំសាច់នៃកពេញពកដុំសាច់នៅលើសាច់ថ្លើមដុំសាច់ដែលនៅលើពងស្វាផងដែររួមទាំងសន្លាក់សរសៃពូនិងកូនកណ្ដៅទៀតផងភាពឡើងរឹងទន់ជាធម្មតាវាតែងតែកើតមានចំពោះដុំសាច់ដែលមានភាគរយស្លូតគឺសាច់នឹងវាទន់ឬក៏ជាដុំពីរប៉ុន្តែនៅក្នុងលក្ខខណ្ឌដែលសាច់នឹងវាមានភាគរយកាច់ខ្ពស់នឹងឈានរហូតដល់សាច់កាច់កម្រិតខ្ពស់នោះគឺមានលក្ខណៈនៃភាពឡើងរឹងឡើងក្រិនឡើងកំបោរដូច្នោះហើយការសិក្សាអេកូសាសនៅក្នុងបច្ចេកទេសមួយយើងឲ្យឈ្មោះ elastography នេះពិតជាមានប្រយោជន៍នៅក្នុងការវិយតម្លៃនៃភាពឡើងរឹងនៃដុំសាច់ទាំងនោះមែន elastography គឺគេធ្វើការបែងចែកចេញជាពីរប្រភេទធំៗទី1 elastography ដោយអន្តរាគមន៍តាមរយៈអេកូសាសដោយគេធ្វើការបែងចែកជាច្រើនប្រភេទបន្តទៀត elastography មួយប្រភេទទៀតគឺយើងឲ្យឈ្មោះថាជា elastography par résonance magnétique ដែលយើងឲ្យឈ្មោះថាជា EMR យើងវិលត្រឡប់ទៅលើ elastography par ultrason គឺអន្តរាគមន៍តាមរយៈអេកូសាសគឺយើងធ្វើការបែងចែកជា ecography transitoire ដែលយើងតែងតែលើថាហៅថាជា fibroscan ដែលវាអាចមានប្រយោជន៍នៅក្នុងការសិក្សាភាពឡើងរឹងឡើងក្រិននៃសាច់ថ្លាមប្រភេទទី2យើងឲ្យឈ្មោះថាជា elastography ដែលយើងឲ្យឈ្មោះថាជា Passisai ហ្មងគឺជាប្រភេទនៃការសិក្សាមួយដែលយើងអាចប្រើពាក្យម្យ៉ាងទៀតថាជា shear wave ហើយទី3គឺជា elastography par deformation ឬក៏ par compression ដែលខ្ញុំនឹងលើកមកប្រធានបទនៅក្នុងថ្ងៃនេះគឺយើងហៅម្យ៉ាងទៀតថាជា strain elastography strain elastography មួយនេះគឺវាមានប្រយោជន៍ជាច្រើននៅក្នុងការសិក្សាអំពីដុំស្លូតដុំកាចដែលមានហានិភ័យដែលនឹងវិវត្តទៅជាសាច់កាចដែលឈានទៅដល់ការជ្រាបសាច់ strain elastography មួយនេះគឺវាអាចមានការបែងចែកនៃដុំសាច់ឲ្យយើងសិក្សាអំពីភាពឡើងរឹងឡើងក្រិននៃដុំសាច់ទាំងនោះពិសេសគឺនៅលើសរីរាង្គដែលនៅសើសើដូចជាសូដន់ដូចជាកពេញពកដូចជាពងស្វាដូចជាកូនកណ្ដៅបាទដូចជាសន្លាក់សរសៃពូរួមទាំងសរីរាង្គផ្សេងជាច្រើនផងដែរមិនតែប៉ុណ្ណោះសារៈប្រយោជន៍នៅក្នុង strain elastography មួយនេះគឺវាអាចធ្វើការអន្តរាគមន៍បន្ថែមដោយអាចឲ្យយើងធ្វើការច្រប់សាច់ទៅលើចំទីតាំងនៃដុំសាច់ដែលមានហានិភ័យភាគរយនៃដុំសាច់កាចផងដែរដែលយើងឲ្យឈ្មោះថា biopsie ciblée សារប្រយោជន៍មួយទៀតនោះគឺបច្ចេកទេសរូបភាពវិទ្យាសាស្ត្រមួយនេះថោករហ័សហើយមិនថែមទាំងមិនប៉ះពាល់ទៅដល់សុខភាពនៃកោសិកានៅក្នុងខ្លួនរបស់យើងឡើយមិនតែប៉ុណ្ណោះ strain elastography មួយនេះវាជួយឲ្យយើងនៅក្នុងការតាមដាននៃដុំសាច់ទាំងនោះរួមទាំងវាយតម្លៃតាមដាននៅការព្យាបាលនៃដុំសាច់មហារីកទាំងនោះពិសេសគឺក្រោយការព្យាបាលនៃដុំសាច់ទាំងផងដែរបាទ elastography ដែលខ្ញុំលើកឡើងជា strain elastography មួយនេះគឺយើងដាក់ចំណាត់ថ្នាក់នៃដុំសាច់ទាំងនោះពី slot រហូតដល់ភាគរយនៃសាច់កាចខ្ពស់គឺមានបន្ទុកពី1ដល់5ដោយយើងឲ្យឈ្មោះរបស់ការដាក់បន្ទុកនោះតាមរយៈ score de Siguiba